បញ្ហាផ្លូវចិត្តរបស់បងប្អូនដែលកើតមានរាល់ថ្ងៃហ្នឹងណាអាចនឹងមិនមែនមកពីបងប្អូនជួបព្រឹត្តិការណ៍ធំណាមួយនៅក្នុងជីវិតទេប៉ុន្តែវាចាប់ផ្ដើមកើតដោយសារតែយើង scroll ទូរស័ព្ទ5នាទីបន្ទាប់មក scroll កន្លះម៉ោងបន្ទាប់មក scroll 1ម៉ោង2ម៉ោងបន្តគ្នាជារៀងរាល់ថ្ងៃរហូតដល់ខួរក្បាលរបស់បងប្អូនពោពេញទៅដោយភាពភ័យខ្លាចការព្រួយបារម្ភនិងមានអារម្មណ៍អវិជ្ជមានច្រើននៅក្នុងខ្លួនអញ្ចឹងមនុស្សភាគច្រើនក៏អត់បានជ្រើសរើសបញ្ហាផ្លូវចិត្តយកមកដាក់ក្នុងខ្លួនទេប៉ុន្តែគាត់ធ្វើឲ្យខ្លួនឯងធ្លាក់ចូលទៅក្នុងវិបត្តិផ្លូវចិត្តដោយមិនដឹងខ្លួនដោយសារតែមូលហេតុទាំងនេះបងប្អូនទី1គឺព័ត៌មានអវិជ្ជមានអំពើហិង្សាគ្រោះថ្នាក់ចរាចរណ៍សង្គ្រាមឧក្រិដ្ឋកម្មរឿងសោកសៅផ្សេងខួរក្បាលរបស់យើងបងប្អូនគឺវាស្រឡាញ់ព័ត៌មានអវិជ្ជមានច្រើនជាងវិជ្ជមានអញ្ចឹងនៅពេលណាដែលបងប្អូនមើលបណ្ដាញសង្គមទៅឃើញព័ត៌មានវិជ្ជមានហើយនិងអវិជ្ជមានបងប្អូននឹងចាប់អារម្មណ៍ព័ត៌មានអវិជ្ជមានខ្លាំងជាងអាហ្នឹងគេហៅថា negativity bias ទី2បងប្អូនប្រៀបធៀបខ្លួនឯងជាមួយនឹងការ highlight ជីវិតរបស់គេនៅក្នុងបណ្ដាញសង្គមឃើញគេមានឡានថ្មីឃើញគេស្អាតឃើញគេដើរលេងក្រៅប្រទេសឃើញគេជោគជ័យបន្ទាប់មកបងប្អូនក៏គិតថាហេតុអីបានជីវិតខ្ញុំមិនល្អដូចគេការសាជាជាច្រើនបានបង្ហាញថានៅពេលដែលយើងប្រៀបធៀបជីវិតយើងជាមួយនឹងអ្នកដទៃវាធ្វើឲ្យយើង depression ហើយនិង anxiety មានន័យថាព្រួយបារម្ភច្រើនហើយចាប់ផ្ដើមមិនពេញចិត្តនឹងជីវិតរបស់ខ្លួនឯងទី3បងប្អូនកំពុងតែបំពុលខួរក្បាលខ្លួនឯងជារៀងរាល់ថ្ងៃបងប្អូនសាកសម័យមើលបើបងប្អូនមើលរឿងហិង្សាមួយថ្ងៃ10ដងមើលរឿងសោកសៅមួយថ្ងៃ20ដងមើលគេឆ្លោះគ្នាមួយថ្ងៃ30ដងតើបងប្អូនគិតថាខួរក្បាលរបស់យើងនឹងមានអារម្មណ៍បែបណានៅពេលដែលបងប្អូនមើលរឿងអស់នឹងជារឿងរាល់ថ្ងៃអញ្ចឹងការសាជារបស់ US Surgeon General បានបង្ហាញថាការប៉ះពាល់ជាមួយនឹងមាតិកាអាក្រក់ៗច្រើនពេលនៅក្នុងមួយថ្ងៃវាអាចប៉ះពាល់ទៅដល់សុខភាពផ្លូវចិត្តរបស់យើងនិងបង្កើនការថប់អារម្មណ៍របស់យើងផងដែរនេះគឺជាអ្វីដែលបងប្អូនគួរតែធ្វើដើម្បីការពារខ្លួនរបស់យើងកុំឲ្យធ្លាក់ចូលទៅក្នុងវិបត្តិផ្លូវចិត្តទី1ជ្រើសរើសមាតិកាដែលបងប្អូនចង់មើលអញ្ចឹងដូចខ្ញុំអត់ឲ្យមើលហ្មងអញ្ចឹងអានេះគឺជា page របស់ខ្ញុំទេអញ្ចឹងខ្ញុំចូលចិត្តមើលកំ pl ែងការដើរលេងបងប្អូនឃើញទេការដើរលេងការកំសាន្តដើរលេងអញ្ចឹងបងប្អូនត្រូវតែជ្រើសរើស content ណាដែលបងប្អូនចង់មើលហើយ unfollow page ណាដែលបងប្អូនមិនចង់មើលដែលមានតែអំពើហិង្សាព័ត៌មានអាក្រក់ទី2បងប្អូនត្រូវគ្រប់គ្រងពេលវេលាក្នុងការប្រើបណ្ដាញសង្គមអញ្ចឹងកុំឲ្យបណ្ដាញសង្គមគ្រប់គ្រងពេលវេលារបស់បងប្អូនត្រូវតែគ្រប់គ្រងពេលវេលាសម្រាប់ទៅមើលបណ្ដាញសង្គមវិញទី3កុំប្រៀបធៀបខ្លួនឯងជាមួយនឹងការ highlight ជីវិតរបស់គេនៅក្នុងបណ្ដាញសង្គមពីព្រោះនៅពីក្រោយខ្នងនៃការបង្ហាញភាព highlight ហ្នឹងបងប្អូនអត់ដឹងថាគេជួបបញ្ហាអីគេខំប្រឹងដោះស្រាយប៉ុណ្ណាគេ stress ប៉ុណ្ណាទេបងប្អូនទី4សំខាន់មែនតើហើយសឹងថាបងប្អូនប្រហែលជាផ្លេចត្រូវជួបមនុស្សប៉ັດឲ្យបានច្រើននិយាយជាមួយគ្រួសារជួបជុំមិត្តភ័ក្តិអានសៀវភៅឬក៏ធ្វើអ្វីក៏ដោយដែលអាចធ្វើឲ្យខួរក្បាលរបស់យើងនឹងមានភាពស្ងប់អញ្ចឹងសរុបមកវិញបញ្ហាផ្លូវចិត្តពេលខ្លះមិនមែនដោយសារតែយើងជួបបញ្ហាធំនៅក្នុងជីវិតរបស់យើងទេប៉ុន្តែវាកើតចេញពីចំណុចតូចៗដែលយើង scroll ទូរស័ព្ទជារៀងរាល់ថ្ងៃហ្នឹងអញ្ចឹងនេះគឺជាសំណួរសំខាន់សម្រាប់បងប្អូនតើថ្ងៃហ្នឹងបងប្អូនចង់បញ្ចូលអ្វីចូលទៅក្នុងខួរក្បាលរបស់យើងព្រោះអ្វីដែលបងប្អូនមើលជារៀងរាល់ថ្ងៃហ្នឹងវានឹងក្លាយទៅជាការគិតរបស់យើងវានឹងក្លាយទៅជាអារម្មណ៍របស់យើង